យើងអាចនឹងចាប់ដើមពី page home screen មុនឥឡូវខ្ញុំចូលទៅកាន់ list នេះហើយយើងអាចបង្កើតមួយទៀតនៅក្នុង list នេះដើម្បីងាយស្រួលនៅក្នុងការយើងហៅថារៀបចំឲ្យវាមានសណ្ដាប់ធ្នាប់ណាអញ្ចឹងយើងបង្កើតមួយទៀតគឺយើងបង្កើតកន្លែង click new មកនៅក្នុង list ជាដំបូងគឺយើងចូលក្នុង folder list ហើយយើង right click មកបន្ទាប់មកយើងចុចពាក្យ new ហើយចុច folder នេះវាប្រើពាក្យdictionary អញ្ចឹងនេះជា dictionary គឺសំដៅទៅលើ folder ហ្នឹងឯងយើងបង្កើត folder ថ្មីមកខ្ញុំដាក់ screen អញ្ចឹងនៅក្នុងនេះឥឡូវខ្ញុំប្រើអក្សរតូចទៅវាមានលក្ខណៈងាយស្រួលជាង screen អញ្ចឹងយើងមាន folder screen មួយនៅក្នុង folder screen នេះខ្ញុំនឹងបង្កើតមួយទៀតគឺ home screen home screen សូមបញ្ជាក់នៅពេលដែលយើងបង្កើតយើងដាក់ឈ្មោះហើយអ្វីដែលយើងត្រូវដាក់នោះគឺយើងដបហើយយើងដាក់ពាក្យថា date ហ្នឹងគឺជាភាសារបស់ Flutter ហ្នឹងឯងដែលយើងត្រូវដាក់បើមិនជាយើងអត់ដាក់ទេគឺ file យើងអត់ដំណើរការទេអញ្ចឹងយើង click done មកឥឡូវយើងបាន home screen មួយហើយអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវតែចាប់ផ្ដើមសរសេរcode នៅក្នុង home screen ដើម្បីយើង design ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺទី1គឺយើងសរសេរទៅលើ app bar ខាងលើនេះហើយទី2គឺយើងនឹងសរសេរទៅលើ body នេះអញ្ចឹងខ្ញុំនឹងសរសេរគំរូមួយដើម្បីឲ្យយើងមានភាពងាយស្រួលអូខេឥឡូវយើងមកមើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង home screen ដែលជាឧទាហរណ៍មួយដែលខ្ញុំបានធ្វើអញ្ចឹងនេះជាអ្វីដែលយើងបានសរសេរទី1ពេលដែលយើងត្រូវតែមាន class ហ្នឹងគឺសំដៅទៅលើឈ្មោះនៃ page ដែលយើងបានបង្កើតបើយើងជា home screen យើងដាក់ឈ្មោះ home screen ហើយបញ្ជាក់គឺយើងត្រូវប្រើអក្សរធំនៅខាងមុខនិងអក្សរធំនៅ word បន្ទាប់អញ្ចឹងពេលដែលយើងបង្កើតដំបូងមកគឺយើងចាប់ផ្ដើមដោយ class ហើយមួយទៀតគឺដោយសារតែ page home នេះគឺជា static នេះគឺសំដៅទៅលើវាអត់មានតន័យអីប្រែប្រួលណាអញ្ចឹងគ្រាន់តែជា information អញ្ចឹងបើសិនជា page បែបហ្នឹងគឺយើងប្រើ stateless widget ហ្នឹងគឺជា widget ដែលគឺជា page ដែលនៅក្នុងហ្នឹងគឺវាអត់មានអីប្រែប្រួលទេតែបើសិនជាវានៅក្នុង page ហ្នឹងវាមានការប្រែប្រួលទៅលើ data អីមួយគឺយើងប្រើ stateful widget អញ្ចឹងវីដេអូបន្តទៀតយើងនឹងមើលទៅលើហ្នឹងបន្ថែមទៀតអញ្ចឹងឥឡូវយើងមកមើល review មើលឲ្យអស់សិននៅក្នុង home screen របស់យើងមាន stateless widget គឺបានន័យថា widget ហ្នឹងគឺ home ហ្នឹងគឺ static វាអត់មានអីទេហើយនេះជាទម្រង់ដែលយើងធ្វើទី1គឺពាក់ព័ន្ធយើងចាប់ផ្ដើមដោយប្រើ scaffold នៅក្នុង scaffold នេះគឺយើងមាន app bar គឺជាអ្វីដែលនៅខាងលើតិចទៀតខ្ញុំនឹងរ៉ាន់សាកមើលតើវាបង្ហាញអ្វីនៅក្នុងនេះឥឡូវយើងចាប់ផ្ដើមពេលដែលយើងបង្កើត home page ហើយអ្វីដែលយើងត្រូវធ្វើនោះគឺយើងចូលទៅកន្លែង main វិញព្រោះថា main នេះគឺជាអ្វីដែលយើងរ៉ាន់ពេលដែលយើងរ៉ាន់នៅក្នុង Flutter គឺ main នេះឯងនឹង read ទៅលើ page មួយអញ្ចឹងយើងត្រូវតែ connect home screen ដែលយើងបានបង្កើតនេះជាមួយនឹងmain របស់យើងនេះអញ្ចឹងយើង click កន្លែង main នេះមកហើយពីមុនយើងមានជា page ឧទាហរណ៍មួយនៅក្នុងនេះអ្វីដែលយើងត្រូវ change នោះគឺយើងបដូរhome screen page ដែលវាបង្កើតឲ្យហ្នឹងណាយើងដូរទៅជា home screen ដែលយើងបាននេះវិញអញ្ចឹងខ្ញុំនឹងប្រើពាក្យ home screen នេះជា home screen របស់យើងវិញអញ្ចឹងនៅពេលដែលយើង run គឺវានឹង auto read home screen ឬក៏ page ដែលយើងបានបង្កើតនេះអញ្ចឹងតោះឥឡូវយើងសាកមើលតើពេលដែលយើងដាក់ឲ្យតើវានឹង read អត់តោះ
ok ឥឡូវយើងបានឃើញហើយនេះគឺជាអូខេអញ្ចឹងនេះជា home screen របស់យើងដែលយើងបានបង្កើតបានអញ្ចឹងយើងមានពាក្យនៅខាងលើជា app bar នេះហើយមួយទៀតគឺនេះជាពាក្យមួយនៅក្នុង body ឥឡូវយើងមកសាកល្បងមើលដែលនៅក្នុង app bar របស់យើងតែយើងអាចបន្ថែមអីខ្លះបានអញ្ចឹងនៅក្នុង app bar យើងមាន app មួយចំនួនយើងឃើញហើយវាមានច្រើនវាមានទាំងពណ៌មានទាំងអីដែលគេដាក់ណាអញ្ចឹងបើសិនជាយើងចង់បដូរ background app bar នេះគឺយើងគ្រាន់តែ click កន្លែង app bar នេះមកបើន័យថាបន្លោះ app bar របស់យើងនេះយើងអាចបន្ថែមអីបើសិនជាយើងចង់បន្ថែមឧទាហរណ៍ថាឥឡូវខ្ញុំចង់បន្ថែមទៅលើ background color អញ្ចឹង background color ខ្ញុំគ្រាន់តែសរសេរ background color មកបន្តមកទៀតខ្ញុំសរសេរពាក្យcapital letter មកទៅលើ color ហ្នឹង color បន្តមក color មាន s បន្តយើងចុចមួយហើយយើងយកឧទាហរណ៍ថាយើងយក blue ចុះអញ្ចឹង color .blue បានន័យថាពណ៌គឺពណ៌ blue ឥឡូវខ្ញុំសាកសៀវសាកមើលតើវាចេញអត់អញ្ចឹងយើងឃើញហើយនេះ បានន័យថានៅក្នុង app bar ខាងលើនេះយើងអាចបដូរឬក៏យើងអាចបដូរ font បដូរអីបាននៅក្នុង home screen របស់យើងហើយខាងក្រោមនេះ body នេះក៏យើងអាចធ្វើបានដូចគ្នាដែរយើងចង់ដូរពណ៌ឬក៏យើងចង់បន្ថែមទៅលើពាក្យអីមួយគឺយើងអាចបន្ថែមនៅនេះបានអញ្ចឹងនៅក្នុងវីដេអូបន្ទាប់យើងនឹង detail ទៅលើនៅក្នុង home របស់យើងនេះ home screen យើងនេះណាដើម្បីឲ្យយើងចង់បន្ថែមទៅលើពាក្យអីខ្លះបតង់ឬក៏អីខ្លះហ្នឹងគឺយើងអាចបន្ថែមនៅក្នុងនេះបានហើយយើងចង់ link ពី page home screen នេះទៅ screen បន្ទាប់ដែលយើងបង្កើតអីហ្នឹងគឺយើងអាចនឹងយើងនឹងធ្វើនៅក្នុងវីដេអូបន្ទាប់ឥឡូវបកមកវិញនៅក្នុង Flutter គឺអត់មានអីស្មុគស្មាញទេអ្វីដែលយើងត្រូវធ្វើនៅពេលដែលយើងបង្កើតfile ឬបង្កើត page មួយហ្នឹងគឺយើងត្រូវតែសរសេរ class នៃ page នោះហើយ class នេះគឺវានឹង cover ទាំងអស់ទិន្នន័យទាំងអស់នៅក្នុង page នេះហើយបន្ទាប់មកទៀតគឺយើងប្រើ widget សម្រាប់បង្កើតទៅលើរូបរាងនៅក្នុង page ហ្នឹងអញ្ចឹងនេះគឺជា widget ហើយនៅក្នុង widget ហ្នឹងគឺដូចខ្ញុំបញ្ជាក់អញ្ចឹងនៅក្នុង widget គឺយើងប្រើ scaffold នេះគឺវានឹងជាភាសាមួយដែលយើងប្រើនៅក្នុង Flutter នឹងឯងគឺនៅក្នុង scaffold នេះគឺជាការគ្រប់គ្រងទិន្នន័យបានន័យថារូបរាងទាំង UI អីហ្នឹងគឺនៅក្នុងនេះទាំងអស់ហើយយើងមាន app bar របស់យើងជាង app bar នេះគឺជាទិន្នន័យដែលយើងដាក់នៅខាងលើនេះហើយយើងមានមួយទៀតគឺ body នេះគឺជាទិន្នន័យនៅរូបរាងនៅបន្ទាប់ពី app bar ហ្នឹងឯងអូខេអញ្ចឹងនេះគ្រាន់តែជា example មួយជា template មួយដែលយើងធ្វើដើម្បីយើងបញ្យល់ឲ្យមានភាពកាន់តែច្បាស់ជាងមុនហើយមួយទៀតបើសិនជាយើងចង់ដូរឧទាហរណ៍ថាដូរអក្សរនៅខាង app bar ខាងលើនេះគ្រាន់តែយើងគ្រាន់តែប្រើ foreground color នេះ foreground color នេះគឺសម្រាប់ color ដែលយើងកុំឲ្យវា clash ជាមួយនឹង background អញ្ចឹងបើសិនជា background យើងប្រើ blue អានេះយើងអាចប្រើ white បានអញ្ចឹងយើងប្រើ color white មកអញ្ចឹងវានឹងចេញជាពណ៌សចឹងពេលដែលយើង save ទៅគឺអក្សរនេះគឺវានឹងចេញជាពណ៌សហើយអញ្ចឹងក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងហើយយើងនឹងបន្ត